បាទសូមគោរពជំរាបសួរលោកនាយកនាយិកាគណៈគ្រប់គ្រងសាលាលោកគ្រូអ្នកគ្រូដែលកំពុងតែទស្សនាវីដេអូ demo នេះជាដំបូងខ្ញុំសូមអរគុណចំពោះចំណាប់អារម្មណ៍ទៅលើប្រព័ន្ធគ្រប់គ្រងសាលារៀន Code X បាទប្រព័ន្ធគ្រប់គ្រងសាលារៀន Code X របស់យើងគឺជាប្រព័ន្ធលក្ខណៈអនឡាញដូច្នេះដើម្បីឲ្យវាអាចដំណើរការបានលោកគ្រូអ្នកគ្រូត្រូវតែភ្ជាប់ជាមួយនឹងអ៊ីនធឺណិតទៅលើទូរស័ព្ទដៃ tablet ឬក៏កុំព្យូទ័ររបស់លោកគ្រូអ្នកគ្រូដើម្បីយើងអាចចូលទៅប្រើ system របស់យើងបានទីមួយយើងត្រូវមាន browser ដូចជា Google Chrome ប្រសិនបើលោកគ្រូអ្នកគ្រូប្រើនៅក្នុង Mac យើងត្រូវមាន browser ដូចជា Safari ជាដើមចំណែកវីដេអូនេះគឺខ្ញុំប្រើ Google Chrome ដើម្បីធ្វើ demo ខ្ញុំបានតម្លើង system របស់ខ្ញុំរួចហើយដូច្នេះខ្ញុំមាន URL គឺជា website គេហទំព័ររបស់យើងខាងមុខនេះគឺជាគេហទំព័ររបស់សាលាសូមជម្រាបផងដែរថាសាលានីមួយៗអាច customize ឬក៏អាចរចនា layout ហើយនឹងពណ៌តាមតម្រូវការជាក់ស្ដែងប៉ុន្តែការ design layout ហើយនឹងពណ៌គឺយើងមិនបានធ្វើនៅខាងក្រៅនេះទេគឺយើងត្រូវតែ log in ប៉ុន្តែមុននឹង log in ខ្ញុំនឹងសូមធ្វើបង្ហាញត្រួសអំពីព័ត៌មានផ្សេងៗនៅក្នុង front end ឬក៏គេហទំព័រទីមួយនេះគឺ home នេះគឺជាកន្លែងដែលយើងអាចដាក់ព័ត៌មានផ្សេងៗដូចបានឃើញដូចនេះទី2 about គឺនិយាយអំពីសាលារបស់យើងទី3គឺយើងមាន page មួយប៊ូតុងមួយគឺសម្រាប់ចូលទៅបង្ហាញនៅ academic តាក់ទងនឹងសាលារបស់យើងដែរហើយជាមួយនឹង subject ព័ត៌មាននៅទាំងអស់នេះគឺសាលានីមួយៗអាច customize បានតាមតម្រូវការចំពោះភាសាប្រសិនបើយើងមិនចង់ដាក់ភាសាអង់គ្លេសយើងអាចដាក់ភាសាខ្មែរបានឬក៏យើងដាក់ទាំង3ភាសាតែម្ដងយើងមានភាសាអង់គ្លេសភាសាខ្មែរនិងភាសាចិនឥឡូវខ្ញុំចូលទៅភាសាខ្មែរលោកគ្រូអ្នកគ្រូបានឃើញថាទិន្នន័យនៅក្នុងទំព័រនេះត្រូវបានបដូរទៅជាភាសាខ្មែរហើយប្រសិនបើខ្ញុំចូលទៅទំព័រដើមវានឹងនៅតែបង្ហាញភាសាខ្មែរលុះត្រាតែយើងបដូរភាសាទៅភាសាអង់គ្លេសវានឹងត្រឡប់ទៅភាសាដើម admission គឺជាដំណាក់កាលនៃការដាក់ពាក្យចុះឈ្មោះចូលរៀនប្រសិនបើយើងមានថ្នាក់អនឡាញឬក៏សិស្សគាត់ចង់ចុះឈ្មោះចូលរៀនហើយគាត់មើលតាមគេហទំព័រគាត់អាចតាក់ទងទៅសាលាដាក់ស្នើសុំពាក្យចូលរៀនតាមអនឡាញបាន facility គឺយើងអាចបង្ហាញអំពី facility នៅក្នុងសាលាអគារសិក្សាឬក៏បន្ទប់សិក្សាហើយយើងអាច upload រូបភាពបាននៅទីនេះខ្ញុំអត់ទាន់បាន upload ទេខ្ញុំទើបបានតែសាកល្បងមួយតែប៉ុណ្ណោះព្រោះនេះគ្រាន់តែជា demo staff គឺជាកន្លែងដែលយើងអាចបង្ហាញអំពីក្រុមការងាររបស់យើងដើម្បីបង្ហាញអំពីបុគ្គលិកនិងក្រុមការងារឬក៏ body structure របស់សាលាដូចទីនេះខ្ញុំបាន demo មានជា principal នាយក vice principal នាយករង head of departments ហើយនឹងបុគ្គលិកទូទៅ students នៅទីនេះវាបង្ហាញ data ឬក៏ទិន្នន័យពី back end ពីខាង database របស់យើងវាបង្ហាញចំនួនសិស្សសរុបដែលបានរៀននៅសាលារបស់យើងទាំងសិស្សកំពុងតែរៀនសិស្សបានបញ្ចប់ឬក៏សិស្សផ្អាកគឺយើងនិយាយសរុបតែម្ដងនៅទីនេះគឺมันបានបង្ហាញចែកដាច់ដោយឡែកពីសិស្សដែលកំពុងតែរៀនឬក៏សិស្សផ្អាកទេព្រោះយើងចង់បង្ហាញតែទិន្នន័យសរុបសិស្សដែលបានរៀននៅសាលារបស់យើងនៅទីនេះខ្ញុំបានបែងចែកជាភេទប្រុសនិងស្រីផងដែរប្រសិនបើយើងចង់រកសិស្សណាម្នាក់ឬក៏សិស្សានុសិស្សចង់រកឈ្
ឈ្មោះរបស់គាត់គ្រាន់តែវាយឈ្មោះរបស់គាត់ជាភាសាខ្មែរប្រសិនបើយើងចុះឈ្មោះសិស្សជាភាសាខ្មែរហើយជាភាសាអង់គ្លេសប្រសិនបើយើងចុះឈ្មោះគាត់ជាភាសាអង់គ្លេសយើងវាយតែឈ្មោះរបស់គាត់រួចយើងចុច search វានឹងបង្ហាញនៅទីនេះតែម្ដងនៅទីនេះគឺបង្ហាញ status ដែរថាតើគាត់ active ឬក៏ inactive ឬក៏ graduate ឬបានបញ្ចប់ការសិក្សាយើងមានព័ត៌មានផ្សេងៗដែលបង្ហាញនៅទីនេះបាទនេះគឺជាការបង្ហាញនៅក្នុង back front end អំពីព័ត៌មានសិស្សទិន្នន័យទាំងអស់នេះគឺយើងទាញយកមកពី back end តែម្ដងគឺទាញពី database របស់យើងចឹងទិន្នន័យនៃការប្រែប្រួលផ្សេងលោកគ្រូអ្នកគ្រូមិនបាញ់ធ្វើអីទេនៅទីនេះគឺវានឹងប្រែប្រួលតាមស្ថានភាពសាលាតាមចំនួនសិស្សជាក់ស្ដែងហើយក៏យើងមាន page មួយទៀតគឺសម្រាប់ contact បាទសូមជម្រាបផងដែរនៅក្នុង front end លោកគ្រូអ្នកគ្រូអាចបន្ថែម page ផ្សេងតាមតម្រូវការឥឡូវយើងចូលទៅដល់ login បាទយើងចូលទៅ back end គឺវាមាន page ទម្រង់ login បែបនេះទាំងនៅលើទូរស័ព្ទដៃលើ computer ឬក៏ tablet នៅទីនេះលោកគ្រូអ្នកគ្រូតម្រូវឲ្យមាន email ដែលបានចុះឈ្មោះដែលបានបង្កើតជា user ហើយនិង passwordពេលលោកគ្រូអ្នកគ្រូ login ចូលជា admin ឬក៏ super admin វានឹងបង្ហាញ dashboard បែបនេះផ្ទាំងនេះគឺជាផ្ទាំង dashboard របស់ super admin និង admin ដូចបានឃើញនៅទីនេះអញ្ចឹងបាទហើយក៏បង្ហាញអំពីឈ្មោះរបស់ admin នឹងដែរប្រសិនបើលោកគ្រូអ្នកគ្រូ login ជា teacher ឬក៏ driver ឬក៏ receptionist ឬក៏ accountant យើងនឹងមាន dashboard ខុសពីនេះការកំណត់ dashboard គឺតាមតម្រូវការជាក់ស្ដែងរបស់អ្នកប្រើប្រាស់ហើយ super admin ឬក៏ admin អ្នកគ្រប់គ្រង system អាចកំណត់ថាអ្វីគួរបង្ហាញអ្វីមិនគួរបង្ហាញនៅលើ dashboard របស់ role នីមួយៗគឺអាស្រ័យទៅលើតួនាទីរបស់គាត់ឥឡូវខ្ញុំនឹងនិយាយត្រួសអំពី dashboard របស់ super admin ឬក៏ admin គឺអ្នកគ្រប់គ្រង system ឬក៏ម្ចាស់សាលាឬក៏នាយកសាលាចំពោះនាយកសាលាយើងអាចឲ្យគាត់ចូលជាលក្ខណៈ admin super admin គឺសំដៅទៅលើអ្នកគ្រប់គ្រង system តែម្ដងអ្នក technical ដែលគាត់ជាអ្នកកំណត់អ្វីអ្នកដែលមានចំណេះដឹងឬក៏អ្នកដែលយល់ទាក់ទងនឹងបច្ចេកវិទ្យាបានច្រើនជាងគេហើយសាលាទុកចិត្តគឺកំណត់ឲ្យគាត់ជាអ្នកកាន់ system អូខេឥឡូវខ្ញុំនឹងបង្ហាញត្រួសនៅទីនេះយើងមានប៊ូតុងជាច្រើនបាទប៊ូតុងនេះគឺសម្រាប់អនុញ្ញាតឲ្យបុគ្គលិកយកវត្តមានដោយខ្លួនឯងដោយស្វ័យប្រវត្តិខ្ញុំនឹងនិយាយលម្អិតអំពីវត្តមានបុគ្គលិកនៅក្នុង HR attendance នេះគឺជាប៊ូតុង shortcut ដើម្បី scan វត្តមានសិស្សលោកគ្រូអ្នកគ្រូអាចចុចទៅលើ scan QR នេះដើម្បី scan វត្តមានសិស្សដែលមានស្រាប់នៅលើកាតរបស់គាត់សូមកុំបារម្ភអំពីការកំណត់ការ scan វត្តមានអីហ្នឹងគឺខ្ញុំនឹងនិយាយម្ដងទៀតនៅពេលដែលយើងរៀនអំពីការគ្រប់គ្រងធ្វើកាតសិស្សនិងកាតបុគ្គលិកសូមបញ្ជាក់ផងដែរថា QR របស់យើងវាបង្កើតដោយស្វ័យប្រវត្តិមិនតម្រូវឲ្យលោកគ្រូអ្នកគ្រូទិញQR ឬក៏បង្កើត QR នៅខាងក្រៅអត់ទេគឺយើងមាននៅក្នុង system តែម្ដងហើយសូមបញ្ជាក់ផងដែរថា QR នីមួយៗគឺមានភាពខុសគ្នារវាងសិស្សមួយទៅសិស្សមួយហើយសិស្សម្នាក់ទោះជាគាត់រៀនច្រើនថ្នាក់ក៏ដោយគឺយើងប្រើ QR តែមួយតែខ្ញុំនឹងនិយាយលម្អិតអំពីវត្តមាននៅក្នុង class attendance ឬក៏ subject attendance ទាក់ទងនឹងវត្តមានសិស្ស
attendance control គឺជាបទមួយសម្រាប់គ្រប់គ្រងវត្តមានសិស្សបាទខ្ញុំនឹងនិយាយលម្អិតនៅក្នុង class attendance ឬក៏ subject attendance collect fee គឺជាបទដែលអនុញ្ញាតឲ្យ user អាចចូលទៅប្រមូលថវិកានៅការបង់ប្រាក់ថ្លៃសាលា add student គឺជាបទសម្រាប់បន្ថែមសិស្សឬក៏ចុះឈ្មោះសិស្ស add employee គឺជាបទសម្រាប់បន្ថែមបុគ្គលិកឬក៏ចុះឈ្មោះបុគ្គលិកថ្មី payroll គឺជាបទសម្រាប់ចូលទៅបង្កើតpayroll ឬក៏ទូទាត់ប្រាក់បៀវត្សជូនបុគ្គលិកសូមបញ្ជាក់ផងតែខ្ញុំនឹងនិយាយអំពី payroll នៅក្នុង accounting បាទនៅក្នុង accounting ក៏យើងមាន payroll នៅទីនេះដែរនៅទីនេះគ្រាន់តែជា shortcut ដើម្បីចូលទៅកន្លែង payroll នេះខ្ញុំនឹងនិយាយលម្អិតអំពី payroll នៅក្នុងវីដេអូក្រោយ POS គឺជាប្រព័ន្ធគ្រប់គ្រងការលក់សម្ភារៈសិក្សាក៏ដូចជាសម្ភារៈផ្សេងៗនៅក្នុងសាលាការលក់នេះមិនសំដៅទៅលើ shop បាទមិនសំដៅទៅលើកន្លែងលក់នំនែកឬក៏ម្ហូបអាហារទេគឺយើងសំដៅទៅលើការលក់ឯកសណ្ឋានសិភៅមេរៀននិងសម្ភារៈសិក្សាផ្សេងដែលចែកដាច់ពីតូបលក់អីវ៉ាន់ទូទៅសូមបញ្ជាក់ផងដែរថា POS របស់យើងមិនបានយកទិន្នន័យឬក៏យកប្រាក់ចំណូលពីការលក់ឬក៏ការចំណាយហ្នឹងដាក់ទៅក្នុង account របស់សាលាទេគឺវាមានចែកដាច់ដោយឡែកខ្ញុំនឹងនិយាយលម្អិតអំពី POS ឬក៏ front shop office បាទ front office shop នៅទីនេះប៉ុន្តែខ្ញុំមិនអាចធ្វើនៅក្នុងវីដេអូនេះទេព្រោះវីដេអូនេះគ្រាន់តែជា demo ត្រួសអំពីមុខងារដែលយើងមាននៅក្នុង dashboard យើងឃើញថាយើងមានប៊ូតុងមួយប្រសិនបើខ្ញុំចុចទៅវានឹងបង្ហាញអំពី student list គឺកូនសិស្សដែលកំពុងតែរៀននៅក្នុងសាលាលក្ខណៈ active students នៅទីនេះគឺមានចំនួនសរុបបែងចែកជាភេទប្រុសនិងភេទស្រីនៅទីនេះប្រសិនបើលោកអ្នកចុច log ចូលបាទវានឹងបង្ហាញព័ត៌មានជាក់ស្ដែងនៅទីនេះតែម្ដងសិស្សដែលកំពុងរៀននៅក្នុងសាលាយើងអាចយកទិន្នន័យនេះធ្វើរបាយការណ៍ផ្សេងព្រោះមានទាំងភេទមានទាំងចំនួនសរុបបែងចែកប្រុសស្រីយ៉ាងច្បាស់ inactive students គឺជាកូនសិស្សដែលបានផ្អាកការសិក្សានៅក្នុងឆ្នាំសិក្សានេះឧទាហរណ៍គាត់បានចុះឈ្មោះចូលរៀនហើយប៉ុន្តែដោយមានបញ្ហាផ្សេងគាត់បានសុំផ្អាកសិក្សាដូច្នេះយើងមិនលុបឈ្មោះគាត់ចេញទេដើម្បីការពារនៅពេលគាត់មកចូលរៀនវិញយើងកុំឲ្យពិបាកចុះឈ្មោះគាត់សារថ្មីហើយក៏យើងអាចរក្សាទិន្នន័យចាស់របស់គាត់បាននៅក្នុង system របស់យើងចឹងនៅទីនេះគឺមានចំនួនសរុបបែងចែកប្រុសស្រីផងដែរ total teacher គឺជាចំនួនគ្រូសរុប total employee គឺជាចំនួនបុគ្គលិកសរុបដែលបែងចែកភេទប្រុសនិងភេទស្រី fee collected គឺជាចំនួនថ្លៃសាលាដែលយើងប្រមូលបានប្រចាំឆ្នាំសិក្សានេះគឺជាចំណូលពីការប្រមូលថ្លៃសាលា current income គឺជាចំណូលប្រចាំខែគឺបច្ចុប្បន្នខែបច្ចុប្បន្នដូចជាខែនេះគឺជាខែកក្កដាអញ្ចឹងវាបង្ហាញតែទិន្នន័យខែកក្កដាទេពេលចូលខែថ្មីវាអត់បង្ហាញទិន្នន័យទេអានេះគឺជា real time display ឬក៏បង្ហាញពីទិន្នន័យសម្រាប់តែខែនេះតែម្ដងដូចគ្នានឹងការចំណាយវាបង្ហាញពីការចំណាយនៅក្នុងខែនេះ academic year income គឺនិយាយអំពីចំណូលសរុបប្រចាំឆ្នាំសិក្សាបាទមិនថាថវិកានោះបានពីការប្រមូលថ្លៃសាលាឬក៏មានច្រកចំណូលផ្សេងវាសរុបនៅទាំងអស់នៅទីនេះដូច្នេះគ្រាន់តែ admin បើកយើងអាចដឹងថាឆ្នាំនេះយើងប្រមូលថវិកាបានប្រមាណ academic expenses គឺសំដៅទៅលើចំណាយប្រចាំឆ្នាំបាទវាដូចនឹងចំណូលប្រចាំឆ្នាំដែលវាបង្ហាញអំពីចំណាយសរុបប្រចាំឆ្នាំដែលយកការចំណាយប្រចាំខែបូកបញ្ចូលគ្នា birthday បាទ
នេះគឺជាចំណុចមួយដែលល្អដែលបង្ហាញអំពីថ្ងៃខួបកំណើតរបស់ employee ឬក៏កូនសិស្សបាទប្រសិនបើយើងចង់ដឹងថាកូនសិស្សមួយណាដែលជាថ្ងៃកំណើតរបស់គាត់ថ្ងៃនេះយើងគ្រាន់តែចុចនៅទីនេះបាទវានឹងបង្ហាញដូច្នេះលោកគ្រូអ្នកគ្រូអាចធ្វើជា surprise សម្រាប់គាត់សូមបញ្ជាក់ផងដែរកន្លែង birthday នេះប្រសិនបើគាត់មានភ្ជាប់ Telegram system របស់យើងនឹងអាចផ្ញើ Telegram ទៅជូនពរគាត់ដោយស្វ័យប្រវត្តិសម្រាប់ថ្ងៃ birthday របស់គាត់ក៏ដូចគ្នាជាមួយនឹង employee ប្រសិនបើថ្ងៃនេះមាន employee យើងដែលជាមានថ្ងៃកំណើតរបស់គាត់វានឹងបង្ហាញចំនួននៅទីនេះហើយយើងអាចដឹងថា employee មួយណាត្រូវប្រារព្ធពិធីខួបកំណើតហើយយើងអាចបង្កើតជា surprise ឬក៏យើងបង្កើតជា message list message wish ទៅគាត់បាទនេះគឺជាមុខងារមួយដែលធ្វើឲ្យកូនសិស្សរបស់យើងស្រឡាញ់សាលារបស់យើងតើតើនឹង accounting trends នេះគឺនិយាយអំពីមួយឆ្នាំសិក្សាតែម្ដងចាប់ពី January រហូតដល់ December អញ្ចឹងវានឹងបង្ហាញអំពីទិន្នន័យផ្សេងៗដែលមាន4ទិន្នន័យដែលយើងបង្ហាញនៅទីនេះសរុប income expense profits ហើយនិង balance វាបង្ហាញអំពីទិន្នន័យគណនេយ្យរបស់យើងតាមខែនីមួយៗវាមាន graphic ឬក៏ chart ដើម្បីបង្ហាញពីការឡើងនិងចុះនិងធ្លាក់ចុះអញ្ចឹងឧទាហរណ៍ប្រសិនបើ income យើងធ្លាក់ចុះវានឹងធ្លាក់ចុះតាមទិន្នន័យជាក់ស្ដែងនៅទីនេះគឺងាយស្រួលដើម្បីឲ្យគណៈគ្រប់គ្រងសាលាឬក៏នាយកសាលាអាចមើលឃើញពីដំណើរការចំណូលចំណាយចំណេញហើយនឹងលុយសល់ក្នុងដៃដូចគ្នានឹង student statistic ផងដែរគឺយើងបែងចែកជា3ទី1គឺ admission គឺយើងបង្ហាញទិន្នន័យសម្រាប់ខែនីមួយៗតើខែនេះឧទាហរណ៍មេមានសិស្សចូលថ្មីប្រមាណអ្នកចុះឈ្មោះហើយយូនមានសិស្សចូលថ្មីប្រមាណអ្នកបាទអញ្ចឹងវាក៏បង្ហាញចំពោះសិស្សដែលបានឈប់ផងដែរអញ្ចឹងវាអនុញ្ញាតឲ្យគណៈគ្រប់គ្រងសាលាគ្រាន់តែមើលនៅលើឆាតនេះវានឹងបង្ហាញឲ្យយើងដឹងពីការធ្លាក់ចុះឬក៏កើនឡើងនៃ admission disable ហើយនិង active students active student គឺកូនសិស្សដែលកំពុងតែរៀនជាក់ស្ដែងនៅទីនេះគឺបង្ហាញអំពី daily income វាបង្ហាញអំពីចំណូលប្រចាំថ្ងៃនីមួយៗនៅបច្ចុប្បន្នភាពនៅលើខែនេះតែម្ដងបាទអញ្ចឹងឧទាហរណ៍ខែហ្នឹងខែកក្កដាវានឹងបង្ហាញតែទិន្នន័យខែកក្កដាទេអត់បង្ហាញខែមុនឬក៏ខែក្រោយទេដែលនៅក្នុងខែកក្កដានេះគឺ system នឹង load ដោយស្វ័យប្រវត្តិនៅចំណូលនិងចំណាយតាមថ្ងៃនីមួយៗប្រសិនបើលោកគ្រូអ្នកគ្រូគ្រាន់តែដាក់នៅលើពណ៌ក្រហមនេះវានឹងបង្ហាញចំនួននៅថ្ងៃទី15ខែកក្កដាចំណាយរបស់យើង 4,320,000 ហើយនៅថ្ងៃទី10យើងចំណាយប្រមាណវានឹងបង្ហាញតាក់ទងនឹងចំណូលក៏ដូចគ្នានៅទីនេះគឺមានភាពងាយស្រួលសម្រាប់លោកគ្រូអ្នកគ្រូអាចដឹងថាចំណូលនិងចំណាយរបស់យើងប្រចាំថ្ងៃពីមួយថ្ងៃទៅមួយថ្ងៃមានការវិវត្តបែបដូចម្ដេចនេះឲ្យយើងឃើញថាបើសិនជាមានចំណូលខ្ពស់ឬក៏ចំណាយខ្ពស់យើងអាចដឹងបានហើយយើងចង់ដឹងតើចំណាយនេះទៅលើអ្វីយើងអាចចូលទៅមើលនៅក្នុង account report របស់យើងដែលខ្ញុំនឹងនិយាយអំពី account report នៅក្នុងវីដេអូក្រោយ daily attendance បាទ daily attendance គឺបង្ហាញអំពីវត្តមានតាមថ្នាក់នីមួយៗមិនថាយើងមានថ្នាក់ប្រមាណថ្នាក់ទេនៅក្នុងសាលារបស់យើងវានឹងបង្ហាញវត្តមានប្រចាំថ្ងៃនៃថ្នាក់ដូចថ្ងៃនេះគឺជាថ្ងៃសៅរ៍ទី18ខែកក្កដាឆ្នាំ2026នៅទីនេះវាអត់ទាន់បង្ហាញទេព្រោះមិនទាន់មានថ្នាក់បាទមិនទាន់មានថ្នាក់ចាប់ផ្ដើមនៅឡើយទេហើយថ្ងៃសៅរ៍គឺជាថ្ងៃមួយដែលអត់មានថ្នាក់រៀនទេសម្រាប់សាលារបស់ខ្ញុំអញ្ចឹងវាអត់បង្ហាញប្រសិនបើមានវានឹងបង្ហាញមានពណ៌បៃតងសម្រាប់សិស្សដែលមករៀនវត្តមានហើយពណ៌ក្រហមនេះវានឹងបង្ហាញ
nơi lỡ ba tại mũi và nâng mở hai pi chấm nôn sắc để ạ vọt miền còn tại dương đạn nơi lỡ vía viên nâng mở hai thao vọt miềnประมาณ nè ạ vọt miền ประมาณ nè person bao lục này dụ này giờ ca đại trên nè tam đàn vọt miền sắc trong đăng ta hai đầu vậy ban chia côn sắc ní ạ vọt miền chán dương trong tờ mờ tên này srop rồi có lồng ắtคือdương châu từ cái lái class attendance rồi có subject attendance សូមបញ្ជាក់ផងដែរនៅទីនេះថា system របស់យើងមានការយកវត្តមានពីរប្រភេទគឺយកវត្តមានតាមថ្នាក់សិក្សានៃមួយៗឬក៏យកវត្តមានតាមមុខវិជ្ជាការយកវត្តមានតាមមុខវិជ្ជាដូចជាសាលារដ្ឋគាត់មានរូបមានគណិតមានគីមីអញ្ចឹងប្រសិនបើយើងយកវត្តមានតាមថ្នាក់មានន័យថាយើងយកតែមួយដងប៉ុន្តែប្រសិនបើយើងយកវត្តមានតាម subject គឺយើងយកតាម subject នីមួយៗចំពោះសាលាខ្លះគាត់កំណត់តាម subject សាលាខ្លះគាត់កំណត់តាម class ទៅតាមតម្រូវការជាក់ស្ដែងដែលការអនុវត្តផ្ទាល់របស់សាលានីមួយៗនេះគឺជាជំរើសដ៏ល្អសម្រាប់សាលាតែគាត់មាន option ខ្ញុំនឹងនិយាយលម្អិតនៅវីដេអូក្រោយទៀតទាក់ទងនឹងវត្តមានបាទនេះគឺជាវីដេអូដែលបង្ហាញអំពី dashboard សូមអធិស្ឋានចំពោះវីដេអូនេះផងដែរវាអាចនឹងយូរបន្តិចដោយសារខ្ញុំនឹងធ្វើ demo សរុបទាំងអស់ត្រួសអំពីមុខងារដែលយើងមាននៅក្នុង system school management របស់យើងបាទឥឡូវយើងបញ្ចប់នៅលើ dashboard ហើយខ្ញុំនឹងលម្អិតត្រួសអំពីមុខងារទាំងអស់ដែលយើងមាននៅក្នុង sidebarបាទប៊ូតុងនេះគឺយើងអាចចុចនៅលើ logo របស់សាលាឬក៏ឈ្មោះរបស់សាលាវានឹងនាំយើងមក dashboard ដូចគ្នានៅក្នុងប៊ូតុង dashboard អញ្ចឹងប៊ូតុងនេះដំណើរការដូចគ្នាប្រសិនបើយើងចុចនៅទីនេះវានឹងមក dashboard ហើយបើសិនជាយើងចុចនៅលើ dashboard ក៏វានឹងមក dashboard ឥឡូវយើងចូលទៅដល់ class attendance នៅក្នុង class attendance គឺយើងមាន attendance dashboard នេះគឺជាទីតាំងដែលយើងអាចឃើញអំពីថ្នាក់ដែលកំពុងតែរៀនប្រសិនបើថ្នាក់នោះត្រូវបានកំពុងតែដំណើរការវានឹងបង្ហាញនៅទីនេះគ្រប់ថ្នាក់ទាំងអស់ហើយយើងចុចនៅលើប៊ូតុងនេះវានឹងបង្ហាញខ្ញុំមិនលម្អិតទេនៅទីនេះបាទគាត់តែចង់បង្ហាញអំពីមុខងារដែលយើងមានគឺយើងមាន dashboard ហើយសូមបញ្ជាក់មិនផ្លែតតាក់ទងនៅទីនេះគឺស្រួលមែនតើធ្វើឲ្យលោកគ្រូអ្នកគ្រូឬក៏គណៈគ្រប់គ្រងសាលាចង់ដឹងថាសិស្សមួយណាដែលពេលដែលថ្នាក់កំពុងតែរៀនហ្នឹងគាត់មិនបាច់ទៅមើលតាមថ្នាក់ទេគាត់អង្គុយតែទៅហ្នឹងក៏ដឹងថាកូនសិស្សមួយណាវត្តមានកូនសិស្សមួយណាអវត្តមានដែរហើយបើសិនជាសិស្សអវត្តមានវានឹងបង្ហាញ contact លេខទូរស័ព្ទហើយយើងចុចនៅលើប្រសិនបើយើងចូលនៅលើទូរស័ព្ទដៃឬកុំព្យូទ័រយើងគ្រាន់តែចុចទៅលើលេខហ្នឹងវានឹងទាញឲ្យយើងចូលទៅកន្លែង call តែម្ដងបាទហើយចំពោះសិស្សដែលវត្តមានហើយគឺយើងមិនបានបង្ហាញលេខទូរស័ព្ទទេហើយនឹងមាន status absent ឬក៏present បាទនៅទីនេះគឺល្អមែនតើហើយចំពោះថ្នាក់ដែល upcoming session មានន័យថាថ្នាក់នៅដែលនឹងមាននៅថ្ងៃនេះបាទវានឹងចាប់ផ្ដើមនៅម៉ោងណាប្រហែលម៉ោងក្រោយបាទនេះគឺជាចំណុចល្អហើយនៅទីនេះដោយសារថ្នាក់នេះមិនទាន់ចាប់ផ្ដើមយើងអាចចុចទៅមើលចំនួនសិស្សមកឬក៏មកទេព្រោះថ្នាក់នេះគឺមិនទាន់មកដល់ទេហើយចំពោះថ្នាក់ដែលបានបញ្ចប់នៅក្នុងថ្ងៃនេះគឺវានឹងបង្ហាញនៅទីនេះថ្នាក់ដែលបានចប់បាទរៀនមានន័យថាថ្នាក់ហ្នឹងចប់ហើយបាទនៅទីនេះវាអត់ទាន់បង្ហាញទេព្រោះវានឹងបង្ហាញនៅក្នុងរយៈពេល7ម៉ោងទៀតបានដល់ថ្នាក់អញ្ចឹងអូខេ scan attendance គឺកន្លែងដែលយើងអាចយកវត្តមាននៅលើ QR នេះគឺនៅលើកាតរបស់សិស្សតែម្ដងបាទតាក់ទងនឹង take attendance គឺជាការយកវត្តមានដោយតាមថ្នាក់នីមួយៗដោយផ្ទាល់ដៃគឺការចូលទៅក្នុងថ្នាក់ហើយយកវត្តមានចឹងការយកវត្តមានរបស់យើងនឹងមាន3ជំរើសបាទទី1គឺ scan វត្តមានតាមកាតរបស់គាត់ជាវិធីសាស្ត្រដែលងាយស្រួលហើយ professional បាទទី2គឺចូលនៅលើកន្លែង ongoing session ហ្នឹងក៏ជាវិធីសាស្ត្រដែលងាយស្រួលបំផុតដែរដែលយើងមានទាំងរូបសិស្សនៅទីនោះផងដែរសិស្សនីមួយៗមានព័ត៌មាន contact ហើយមានឈ្មោះរបស់គាត់មាន ID របស់គាត់មានឈ្មោះរូបថតរបស់គាត់បាទអញ្ចឹងធ្វើឲ្យលោកគ្រូអ្នកគ្រូនឹងស្គាល់ច្បាស់បាទ
តើតើនឹង quick action នេះគឺកន្លែងយើងអាចមើលរបាយការណ៍ហើយតើតើនឹង all class attendance report នេះបាទគឺយើងមាន report ជាច្រើនប្រភេទតែយើងអាចមើលបាននៅទីនេះ report របស់យើងមានប្រមាណដូចជា8ប្រភេទដើម្បីឲ្យសាលានីមួយៗអាចទាញយកទិន្នន័យបានដោយស្វ័យប្រវត្តិបាទឧទាហរណ៍ monthly attendance វានឹងទាញទិន្នន័យដោយស្វ័យប្រវត្តិសម្រាប់ថ្នាក់នីមួយៗបាទអញ្ចឹងយើងមើលឥឡូវឧទាហរណ៍ថាខ្ញុំមើលនៅក្នុងខែយូឡៃហើយខ្ញុំជ្រើសរើសថ្នាក់ទី1ដូច្នេះថ្នាក់ទី1របស់យើងមានសិស្សចំនួន13នាក់បាទប្រុសប្រមាណស្រីប្រមាណវាបង្ហាញនៅទីនេះហើយវត្តមានឬក៏អវត្តមានឬក៏ដាក់ច្បាប់អីវាបង្ហាញនៅទីនេះខ្ញុំនឹងលម្អិតអំពីវត្តមានរបស់យើងនៅវីដេអូក្រោយបើសិនជាយើងលម្អិតនៅទីនេះមិនដឹងប្រហែលម៉ោងបានចប់ទេអូខេឥឡូវចូលទៅដល់ permission គឺជាកន្លែងដែលលោកគ្រូអ្នកគ្រូអាចដាក់ច្បាប់ឲ្យសិស្សព្រោះសិស្សគាត់សុំច្បាប់នៅពេលដែលសិស្សសុំច្បាប់យើងអាចដាក់ច្បាប់នៅពេលនោះ system របស់យើងមិនផ្ញើសារអំពីវត្តមានទៅកាន់អាណាព្យាបាលឬក៏ទៅកាន់កូនសិស្សនោះទេដោយសារគាត់ដាក់ច្បាប់ប៉ុន្តែនៅពេលដែលយើងកំណត់ច្បាប់ឲ្យគាត់វាក៏លោតចូលនៅក្នុង Telegram របស់អាណាព្យាបាលបង្ហាញថាកូនរបស់គាត់គឺបានសុំច្បាប់បាទហើយប្រហែលថ្ងៃហើយបើសិនបើកូនសិស្សហ្នឹងគាត់យកសេវាកម្មដឹកជញ្ជូននៅពេលដែលគ្រូយកដាក់ច្បាប់ឲ្យកូនសិស្សហ្នឹងsystem របស់យើងក៏ផ្ញើចូលទៅក្នុង Telegram bot របស់លោកគ្រូរបស់ driver របស់អ្នកដឹកជញ្ជូនហ្នឹងថាកូនសិស្សម្នាក់ហ្នឹងសុំច្បាប់ដូច្នេះគាត់មិនចាំបាច់ទៅយកកូនសិស្សហ្នឹងទេកុំឲ្យខាតជើងនេះគឺជាមុខងារមួយដែលល្អបំផុតសម្រាប់សាលាដែលមានជើងដឹកច្រើនឬក៏មានឡានដឹកច្រើនប្រសិនបើគាត់មានរថយន្តដឹកច្រើនហើយកូនសិស្សសុំច្បាប់ហើយយើងអត់មាន system វានឹងពិបាកដើម្បី update ជាមួយនឹង driver ប្រសិនបើគ្មានអ្នក update ទាំង driver អាចទៅជិះបើកឡានទៅយកកូនសិស្សប៉ុន្តែកូនសិស្សបែរជាសុំច្បាប់រួចទៅហើយធ្វើឲ្យគាត់ខកជើងនិងខាតពេលវេលាដូច្នេះមុខងារដែលផ្ញើច្បាប់បាទការដាក់ច្បាប់ទៅ driver គឺសំខាន់មែនតើគឺជាមុខងារមួយដែលជួយសម្រួលការងាររបស់យើងមែនតើចឹងលោកគ្រូអ្នកគ្រូបានយល់ថាតើប្រព័ន្ធគ្រប់គ្រង code X របស់យើងហ្នឹងគឺវាមានលម្អិតយ៉ាងម៉េចបាទហើយខ្ញុំមិនអាចលម្អិតទាំងអស់ទេលោកគ្រូអ្នកគ្រូគោះនៅទីនេះគឺច្រើនមែនតើខ្ញុំគ្រាន់តែនិយាយត្រួសតែប៉ុណ្ណោះបាទឥឡូវខ្ញុំសូមចូលទៅមុខងារផ្សេងទៀតគឺតកតងនឹងការគ្រប់គ្រងវត្តមានបុគ្គលិកបាទការគ្រប់គ្រងវត្តមានបុគ្គលិកនេះគឺសំខាន់មែនតើហើយយើងអាចយកវត្តមានតាមរូបភាពពីរប្រភេទទី1គឺយើង scan នៅលើកាតរបស់គាត់ប្រសិនបើយើងមាន security ដើម្បី scan ឬក៏បាទយើងមានអ្នក scan ប៉ុន្តែការ scan នៅលើកាតរបស់គាត់ធ្វើឲ្យតម្រូវការអ្នកឈរ scan ព្រោះគាត់មិនអាច scan ខ្លួនឯងទេប៉ុន្តែយើងដោះស្រាយបញ្ហានេះដោយយើងយក self check in បាទនេះ self checking in នេះគឺអនុញ្ញាតឲ្យយើងកំណត់ទីតាំងដែលបុគ្គលិកអាចមក check in បាន self check in មិនមែនមានន័យថាគាត់អាច check in នៅផ្ទះបានទេគាត់ check in នៅពេលដែលគាត់មកដល់សាលាដែលយើងកំណត់ឧទាហរណ៍ថាយើងកំណត់20ម៉ែត្រ30ម៉ែត្រពីរង្វង់សាលាអញ្ចឹងគាត់មិនអាច check in នៅពេលដែលគាត់នៅទីតាំងខុសពីទីនេះដែរបាទអានឹងខ្ញុំនឹងលម្អិតនៅពេលដែលយើងធ្វើវីដេអូបង្ហាញពី feature ឬក៏មុខងារនីមួយៗព្រោះខ្ញុំលម្អិតនៅទីនេះគឺមិនចប់ទេបាទវាមានច្រើនណាស់បាទប៉ុន្តែយើងមាន2ជម្រើសបាទគឺ self check in ហើយកាលភាគរបស់បុគ្គលិកនីមួយៗគឺអាចកំណត់តាមជាក់ស្ដែងមាន full time និង part time full time គឺអនុញ្ញាតឲ្យគាត់យកវត្តមានតែពេលដែលគាត់មកហើយពេលដែលគាត់ចេញទៅវិញសម្រាប់part time គឺគាត់អាចធ្វើ multiple check in និង check out បានបាទអូខេឥឡូវយើងចូលទៅដល់ school meeting បាទ school meeting គឺជាមុខងារដែលអនុញ្ញាតឲ្យសាលាអាចកំណត់ត្រារាល់ការប្រជុំផ្សេងដែលយើងធ្វើឡើងនៅក្នុងសាលាដូចជាការប្រជុំរវាងគណៈគ្រប់គ្រងសាលាជាមួយនឹងបុគ្គលិកឬក៏គ្រូបង្រៀនបាទអញ្ចឹងយើងអាច take minutes បាទយើងអាចដាក់កាលភាគ
ហើយវានឹងផ្ញើកាលភាគហ្នឹងជូនទៅបុគ្គលិករបស់យើងតាម Telegram តែម្ដងបាទនៅពេលដែលយើងដាក់កាលភាគវានឹងផ្ញើចូលទៅតាមបុគ្គលិកហើយបុគ្គលិកទៀតសោតយើងមាន option ឲ្យយើងជ្រើសរើសតើបុគ្គលិកណាដែលយើងអញ្ជើញឲ្យគាត់មកចូលរួមវានឹងផ្ញើទៅតែបុគ្គលិកនោះតែប៉ុណ្ណោះហើយនៅពេលដែលយើងមកប្រជុំក៏យើងមានមុខងារដែលយើងយកវត្តមាននៅក្នុងការប្រជុំហើយយើងអាចធ្វើកំណត់ហេតុប្រជុំដោយសរសេរជាលក្ខណៈ minutes ហើយប្រសិនបើនៅក្នុងប្រជុំនោះមានការតែងតាំងផ្សេងឧទាហរណ៍ថាចាត់មុខងារឬក៏បែងចែកការងារឲ្យភារកិច្ចទៅបុគ្គលិកមួយណាដែលគាត់ត្រូវធ្វើអីដែលជាលទ្ធផលនៃការប្រជុំយើងអាចសរសេរ task បាទយើងអាចសរសេរ task នោះទៅឲ្យបុគ្គលិកនោះហើយបុគ្គលិកនោះនឹងឃើញ task នៅក្នុង dashboard របស់គាត់បន្ទាប់មកគាត់អាចធ្វើបច្ចុប្បន្នភាពឬក៏ update ពី progress បាទពីការរីកចម្រើននៅទូនាទីឬក៏កាតព្វកិច្ចដែលគាត់ត្រូវធ្វើហ្នឹងហើយវានឹងផ្ញើសារទៅកាន់គណៈគ្រប់គ្រងសាលាតែម្ដងដើម្បីឲ្យគាត់បានដឹងពី update អញ្ចឹងទូលំទូលាយមែនតើលោកគ្រូអ្នកគ្រូទូលំទូលាយណាស់ system របស់ code X របស់យើងគឺយើងបានគិតលម្អិតពីមុខងារជាច្រើនដើម្បីជាតម្រូវការឲ្យជួយសម្រួលទៅដល់ការប្រតិបត្តិការរបស់សាលាលោកគ្រូអ្នកគ្រូបាទឥឡូវខ្ញុំចូលទៅដល់ CRM បាទ CRM គឺជា Customer Relation Management គឺតាក់ទងជាមួយនឹងការតាមដាននិយាយរួមអតិថិជនដែលគាត់មានចំណាប់អារម្មណ៍នៅពេលដែលអតិថិជននឹងមានចំណាប់អារម្មណ៍ជាមួយនឹងសាលារបស់យើងអាច create new leads បាទដែលគាត់ជាតាមខ្ញុំមិនអាចលម្អិតនៅវីដេអូនេះទេលោកគ្រូអ្នកគ្រូបាទគាត់ថាយើងមានមុខងារដែលយើងអាចកំណត់ប្រសិនបើគាត់ចាប់អារម្មណ៍ហើយយើងដាក់ទិន្នន័យនៅទីនេះហើយយើងអាចកំណត់ថាឲ្យនរណាគេជាអ្នក follow up ហើយមានផ្ញើសារតាក់ទងទៅគាត់ឬក៏ call ទៅគាត់ហើយយើងអាច update ហើយវានឹង update ទៅ admin ហើយយើងអាច close sale បាទ close sale ហើយការ close sale នឹងទៀតសោតយើងមានអាច close sale តាមបើសិនជាយើង close won មានន័យថាយើង convert គាត់ទៅជាcustomer ឬក៏យើង loss គាត់បាទអញ្ចឹងការ close sale ហើយវាមានដំណាក់កាលដែលពីមួយដំណាក់កាលទៅមួយដំណាក់កាលយើងអាច drag and drop បាននៅទីនេះគឺធ្វើឲ្យយើងមានភាពងាយស្រួលមែនទែនពុកម៉ែបងប្អូនបាទខ្ញុំមិនអាចបញ្ចប់នៅទីនេះទេបាទមិនអាចលម្អិតនៅទីនេះទេព្រោះយើងមានមុខងារច្រើនទៀតដែលយើងត្រូវនិយាយសង្ខេបនៅក្នុង demo នេះការ send bulk នេះគឺយើងអនុញ្ញាតឲ្យយើងផ្ញើ message បាទផ្ញើជាសារទៅកាន់ Telegram bot របស់គាត់បាទខ្ញុំនឹងលម្អិតនៅវីដេអូក្រោយឥឡូវយើងចូលទៅដល់ academic setup បាទ academic setup ទី1យើងកំណត់ថ្នាក់រៀនយើងកំណត់ section ឬក៏កម្រងថ្នាក់ហើយបន្ទាប់មកយើងបង្កើតជាកាលភាគសម្រាប់ថ្នាក់នោះបាទតើថ្នាក់នីមួយៗហ្នឹងមានកាលភាគពីថ្ងៃណាទៅថ្ងៃណាបាទការកំណត់កាលភាគរបស់យើងគឺ flexible មែនតើបាទខ្ញុំបង្ហាញ plate បាទអញ្ចឹងនៅក្នុងមួយសប្តាហ៍ហ្នឹងយើងមាន7ថ្ងៃយើងអាចជ្រើសរើសថ្ងៃសម្រាប់ថ្នាក់ហ្នឹងបាទថ្នាក់ឧទាហរណ៍មតិកម្រិតទាបរៀនពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រប៉ុន្តែបើសិនជាសាលាខ្លះគាត់មិនបានរៀនថ្ងៃច័ន្ទគឺយើង flexible យើងអាចរើសថ្ងៃណាក៏បានបាទបន្ទាប់មកថ្ងៃនីមួយៗមានម៉ោងចេញម៉ោងចូលបាទម៉ោងចេញម៉ោងចូលនៅក្នុងថ្ងៃនីមួយៗដែលអាចខុសពីគ្នាបាទអញ្ចឹងធ្វើឲ្យការកំណត់កាលភាគរបស់យើងគឺ flexible បាទនៅទីនេះគឺយើងអាចនៅក្នុង academic setup យើងការកំណត់ដូចជាមុខវិជ្ជាការកំណត់មុខវិជ្ជាទៅតាមថ្នាក់ការដាក់គ្រូបន្ទុកថ្នាក់ឬក៏គ្រូសម្រាប់មុខវិជ្ជានីមួយៗគឺយើងលម្អិតនៅទីនេះហើយយើងមាន report ជាច្រើនបាទ7 report ខុសៗគ្នាដើម្បីលោកគ្រូអ្នកគ្រូអាចទាញយកទិន្នន័យតាមតម្រូវការជាក់ស្ដែងដើម្បីធ្វើរបាយការណ៍ឬក៏ដើម្បីតាមដានអ្វីមួយតាមតម្រូវការជាក់ស្ដែងបាទនេះគឺការកំណត់ថ្នាក់រៀនបាទត្រឡប់មកវិញកម្រងថ្នាក់ការដាក់គ្រូបន្ទុកថ្នាក់ការកំណត់ subject បាទបង្កើត subject មុខវិជ្ជាការដាក់មុខវិជ្ជាទៅតាមថ្នាក់នីមួយៗហើយកំណត់គ្រូសម្រាប់មុខវិជ្ជានោះបាទហ្នឹងគឺមុខងារនៅក្នុង academic setup examination គឺយើងដាក់
ការប្រឡងមានន័យថាយើងបង្កើតការប្រឡងហើយលោកគ្រូអ្នកគ្រូគាត់អាចវាយបន្ទុកចូលតាមជាក់ស្ដែងបាទវាយបន្ទុកចូលហើយយើងមានរបាយការណ៍ប្រឡងជាច្រើនបាទមានរបាយការណ៍ប្រឡងជាច្រើនហើយក៏យើងអាចមាននៅទីនេះ merit report នេះគឺសំដៅទៅលើរបាយការណ៍ប្រឡងដែលយើងអាចចេញជាគេហៅថាតារាងកិត្តិយសដោយស្វ័យប្រវត្តិហើយនៅក្នុងតារាងកិត្តិយសនេះយើងអាច download ហើយយកទៅប៉ុស្តិ៍នៅលើ social media បានដោយស្វ័យប្រវត្តិខ្ញុំមិនអាចលម្អិតនៅទីនេះទេព្រោះវាច្រើនណាស់បាទអញ្ចឹងត្រួសនៅក្នុង demo នេះគឺហើយ Telegram report នេះគឺតកតទៅនឹង report ការប្រឡងយើងអាចផ្ញើ Telegram លទ្ធផលប្រឡងតាមថ្នាក់នីមួយៗទៅអាណាព្យាបាលបាទដោយស្វ័យប្រវត្តិអាណាព្យាបាលដែលបានភ្ជាប់ជាមួយនឹង Telegram board របស់សាលាតែម្ដងហើយសាលានីមួយៗមាន board ផ្សេងគ្នាលោកគ្រូអ្នកគ្រូអូខេឥឡូវយើងចូលទៅដល់កន្លែង certificate គឺការបង្កើតវិញ្ញាបនបត្របាទហើយយើងបានចែកជា2ប្រភេទវិញ្ញាបនបត្រនេះគឺសញ្ញាបត្រទូទៅនៅទីនេះ excellent certificate នេះគឺសំដៅទៅលើបានសរសើរបាទអញ្ចឹងសាលាខ្លះគាត់អាចមាន2ប្រភេទបាទសញ្ញាបត្រទូទៅគឺយកបន្ទុកចេញពីការប្រឡងមួយបាទទិន្នន័យចេញពីការប្រឡងហើយបានសរសើរនេះគឺមានការយកសរុបបាទបន្ទុកពីការប្រឡងផ្សេងខ្ញុំមិនអាចលម្អិតនៅទីនេះទេហើយនៅទីនេះគឺយើងអាច design បាទយើងអាច design certificate តាមតម្រូវការជាក់ស្ដែងហើយការ design នឹងទៀតសោតក៏មានភាពងាយស្រួលសម្រាប់សាលាដែរបាទនៅទីនេះខ្ញុំអត់ទាន់បាន design អីទេបាទតកតទៅនឹង ID card ក៏ដូចគ្នាបាទគឺយើងមានភាពងាយស្រួលមែនទែនក្នុងការបង្កើតកាតសិស្សបាទយើងគ្រាន់តែជ្រើសរើសថ្នាក់ដែលគាត់ចង់ដែលយើងចង់ធ្វើកាតហ្នឹងឧទាហរណ៍បាទហើយឈ្មោះសិស្សនឹងបង្ហាញនៅទីនេះបាទឈ្មោះសិស្សនឹងបង្ហាញនៅទីនេះអ៊ីនធឺណិតថ្ងៃនេះរៀង slow បន្តិចហើយយើងជ្រើសរើសបាទយើងមានជំរើសយើងចង់ select all បង្កើតទាំងអស់ឬក៏យើង deselect all ហើយយើងបង្កើតតែមួយឬក៏ពីរវានឹងយើងចុច generate card វានឹងបង្កើត card បាទវានឹង generate card តែម្ដងឃើញទេហើយនៅទីនេះយើងអាច print ឬក៏ download បានបាទ download ទាំងពីរហ្នឹងចែកដាច់ដោយ like មួយជា digital ឬក៏យើងចង់ download នៅទីនេះក៏បានយើងចង់ print card នេះទាំងអស់ក៏បានយើងក៏អាច print ជា PVC គឺអនុញ្ញាតឲ្យយើង print PVC card ដោយ direct ពី system របស់យើងគឺធ្វើការរឹងលោកគ្រូអ្នកគ្រូបាទឥឡូវខ្ញុំមិនលំអិតទេនៅទីនេះប៉ុន្តែដំណើរការនៃការបង្កើតកាតសិស្សគឺមានភាពងាយស្រួលអត់លំបាកសាំញ៉ាំទេហើយការ design ក៏ flexible ដែរដែលយើងអាច drag and drop បានអូខេឥឡូវយើងចូលទៅដល់ student list យើងមានកូនបញ្ជីឈ្មោះសិស្សទាំងអស់បាទសិស្សដែលកំពុងរៀនបាទឬក៏បន្ថែមសិស្សនៅទីនេះគឺយើងអាចចុចបន្ថែមសិស្សនៅទីនេះគឺយើងមាន active list លោកគ្រូអ្នកគ្រូអាចមើលតាមនឹងបានហើយយើងមានរបាយការណ៍ជាច្រើនតាក់ទងនឹងសិស្ស left school នេះ left student នេះគឺកូនសិស្សដែលបានចាក់ចែងពី school ឧទាហរណ៍ថាគាត់ដូរលំនៅឬក៏គាត់ទៅនៅកន្លែងផ្សេងឬក៏ដូរសាលាអញ្ចឹងទៅហើយយើងចង់ដាក់គាត់ left ប៉ុន្តែយើងមិនចង់លុបគាត់ចេញពី system របស់យើងក្រែងលងថ្ងៃក្រោយគាត់អាចត្រឡប់មកវិញព្រោះការ left អាចត្រឡប់មកវិញ disable ក៏ដូចគ្នាគឺការសុំផ្អាកការសិក្សាហើយគាត់អាចត្រឡប់មកវិញអញ្ចឹងយើងអត់ចង់លុបទេកាលណាយើងលុបទៅវាបាត់ទិន្នន័យអូខេឥឡូវយើងចូលទៅដល់parent គ្រាន់តែជាបញ្ជីឈ្មោះអាណាព្យាបាល behavior នេះគឺការកំណត់បាទសកម្មភាពឬក៏អត្តចរិតរបស់គាត់នៅក្នុងសាលាធ្វើល្អឬក៏មិនបានល្អឬក៏ជាការកំណត់បាទបញ្ហាផ្សេងឧទាហរណ៍គាត់វាយគេឬក៏គាត់មានចំនួនឬក៏គាត់ធ្វើអ្វីមួយបានល្អក៏យើងអាចធ្វើកំណត់ត្រានៅទីនេះបានដែរចំពោះកូនសិស្សនីមួយខ្ញុំមិនអាចលម្អិតនៅទីនេះទេយើងនឹងមានវីដេអូដាច់ដល់ like អំពីមុខងារ behavior teacher គឺគ្រាន់តែជាបញ្ជីឈ្មោះគ្រូការគ្រប់គ្រង human resource ធនធានមនុស្សគឺយើងមានបែងចែកជា department designation ទូនាទីបុគ្គលិកបញ្ជីបុគ្គលិកដែលបានផ្អាកការងារឬក៏ឈប់បន្ថែមបុគ្គលិកថ្មីហើយនឹងព័ត៌មានផ្សេងតាក់ទងនឹងបុគ្គលិកបាទ HR reports
ឥឡូវចូលទៅដល់មុខងារនៃការប្រមូលថ្លៃសាលាគឺយើងមានច្រើនមែនតើខ្ញុំនឹងអត់ fee type នេះគឺមានប្រភេទខុសៗគ្នាអញ្ចឹងសាលានីមួយៗប្រកបណាស់ដែលយើងមានប្រភេទថ្លៃសាលាខុសៗគ្នាតាមកម្រិតតាមថ្នាក់ឬក៏តាមមុខវិជ្ជាអញ្ចឹងទៅបាទនឹង fee type ហើយចំពោះ monthly assignment course assignment នេះគឺសំដៅទៅលើការបង្កើតទម្លាក់វិក័យប័ត្របង់ប្រាក់ឲ្យសិស្សការបង្កើតវិក័យប័ត្របង់ប្រាក់ហ្នឹងគឺយើង assign fee ទៅគាត់បាទ assign fee ទៅគាត់ខ្ញុំមិនលម្អិតនៅទីនេះទេប៉ុន្តែយើងមានមុខងារដែលឲ្យអនុញ្ញាតឲ្យសិស្សបង់ជាប្រចាំខែបង់ជាត្រីមាសបង់ជាឆមាសឬក៏បង់ជាឆ្នាំហើយយើងអាចកំណត់នៃការបញ្ចុះតម្លៃបានផងដែរចំពោះ cost assignment នេះចំពោះថ្នាក់ខ្លះសាលាខ្លះគាត់បើកជាលក្ខណៈវគ្គហើយគាត់ត្រូវបង់មួយវគ្គនឹងផ្ដាច់តែម្ដងគឺយើងចូលកន្លែង cost assignment នេះដូច្នេះកាលណាថ្នាក់មួយដែលយើងយកការបង្កើតជា cost អញ្ចឹងវាអត់បង្កើតវិក័យប័ត្រប្រចាំខែទេព្រោះ cost មានន័យថាយើងបង់ផ្ដាច់មួយវគ្គតែម្ដងចុះបើសិនជាកូនសិស្សគាត់បង់មានលុយមិនតាន់គ្រប់តើគាត់អាចបង់ដោយវិធីណាយើងអនុញ្ញាតឲ្យគាត់បង់មួយផ្នែកហើយវានឹងបង្ហាញនៅ balance មិនតាន់បង់នៅសល់ប្រមាណទៀតវានឹងបង្ហាញហើយគាត់នឹងអាចបង់ប្រមាណដងក្នុងវិក័យប័ត្រតែមួយគាត់អាចបង់ជាច្រើនដងបានចំពោះ invoice នេះគឺចំពោះកន្លែងដែលយើងបង្កើតវិក័យប័ត្ររួចហើយវានឹងបង្ហាញនៅ invoice collection នេះគឺសំដៅទៅលើការប្រមូលថវិកាប្រចាំថ្ងៃបាទនរណាគេអ្នកប្រមូលអីយើងមាននៅទីនេះ bank transfer search នេះគឺសំដៅទៅលើអាណាព្យាបាលដែលគាត់បានបង់តាមធនាគារបាញ់តាម QR ប៉ុន្តែយើងឃើញ transaction នៅក្នុងធនាគាររបស់យើងប៉ុន្តែយើងអត់ដឹងថាណាគេបង់ព្រោះយើងគាត់អត់បានតាក់ទងមកយើងតាម bot ឬក៏តាម chat ផ្សេងអញ្ចឹងយើងអាច search បានប្រសិនបើយើងបានដាក់ឈ្មោះ account ឬក៏ឈ្មោះធនាគាររបស់គាត់នៅក្នុង system របស់យើងបាទ advance payment ហ្នឹងសំដៅទៅលើការកូនសិស្សដែលគាត់បង់លុយមុនឬក៏ prepaid បាទ prepaid សូមបញ្ជាក់ផងដែរ prepaid នេះគឺស្រួលមែនតើយើងដាក់តែចំនួនទឹកប្រាក់ហើយនៅពេលដែល system បង្កើតវិក័យប័ត្រឲ្យគាត់វានឹងទូទាត់ដោយស្វ័យប្រវត្តិពីលុយដែលគាត់បានបង់ទុកបាទ advance payments advance balance អូខេ report fee setting នេះគឺជាកន្លែងដែលយើងអាចកំណត់ថាថ្លៃសាលានីមួយៗសូមបញ្ជាក់ផងដែរ fee របស់យើងគឺមានភាព flexible ដែលយើងមាន3មុខងារទី1អាចបង្កើតដោយស្វ័យប្រវត្តិទី2អាចបង្កើតដោយផ្ទាល់ដៃបានក្នុងពេលតែមួយអញ្ចឹងមានន័យថាបើសិនជាយើងចង់បង្កើតដោយស្វ័យប្រវត្តិ system នឹងបង្កើតវិក័យប័ត្រដោយស្វ័យប្រវត្តិហើយការស្វ័យប្រវត្តិនឹងទៀតមាន2ជំរើសទី1ឲ្យយើងអាចកំណត់នៅដើមខែនីមួយមានន័យថាថ្ងៃទី1វានឹងបង្កើតដោយស្វ័យប្រវត្តិចំពោះកូនសិស្សទាំងអស់នៅក្នុងសាលាប៉ុន្តែបើសិនណាកូនសិស្សនឹងបង់រួចហើយសម្រាប់ខែហ្នឹងវាអត់បង្កើតឲ្យតែវាអត់ជន់វិក័យប័ត្រទេបាទសូមបញ្ជាក់តែនេះផងដែរហើយការបង្កើតមួយទៀតដោយស្វ័យប្រវត្តិហ្នឹងគឺវិលជុំតាមថ្ងៃគាត់ចុះឈ្មោះចឹងឧទាហរណ៍ថាគាត់ចុះឈ្មោះនៅថ្ងៃទី18ខែកក្កដាវានឹងបង្កើតម្ដងទៀតនៅថ្ងៃទី18ខែសីហាបាទខ្ញុំមិនលម្អិតនៅទីនេះទេគាត់ថាខ្ញុំបង្ហាញត្រួសឥឡូវយើងចូលទៅដល់ accounting បាទ accounting របស់យើងមានច្រើនជម្រើសមែនតើបាទយើងអាចបញ្ចូលចំណូលចំណាយចំណូលពីការប្រមូលថវិកាថ្លៃសាលាវានឹងលោតស្វ័យប្រវត្តិទៅក្នុង income ហើយការចំណាយទៅលើប្រាក់បៀវត្សក៏វានឹងដកដោយស្វ័យប្រវត្តិបាទវានឹងដកដោយស្វ័យប្រវត្តិពី account របស់យើងហើយ account របស់យើងអាចមាន bank account ហើយនិង cash account ហើយយើងអាចបង្កើត multiple base account bank account គឺលម្អិតមែនតើខ្ញុំនឹងលម្អិតអំពី accounting បាទនៅក្នុង video accounting advance salary អនុញ្ញាតឲ្យបុគ្គលិកស្នើសុំបើកប្រាក់ខែមុនបាទហើយនៅពេលដែលគាត់ស្នើសុំហើយយើង approve យើងអាចកំណត់ថាលុយដែលយើងឲ្យគាត់នឹងជាសាច់ប្រាក់ឬក៏តាមធនាគារ transfer យើងអាចជ្រើសរើសបាននៅទីនោះហើយវានឹងមាន record នៅក្នុង accounting ដោយស្វ័យប្រវត្តិហើយនៅពេលដែលយើងទូទាត់ប្រាក់បៀវត្សវានឹងកាត់ដោយស្វ័យប្រវត្តិផងដែរ leave request ហ្នឹងសំដៅទៅលើការដាក់ច្បាប់របស់បុគ្គលិកសុំឈប់សម្រាក
chẳngនៅពេលដែលគាត់សុំឈប់សម្រាកគឺយើងមាន leave request ម្ចាស់សាលាឬក៏គណៈគ្រប់គ្រងសាលាអាចអនុញ្ញាតឬក៏មិនអនុញ្ញាតបានហើយបើសិនជាអនុញ្ញាត system នឹងផ្ញើសួរថាចុះថ្នាក់ដែលតាក់ទងជាមួយនឹងគាត់ហ្នឹងធ្វើបែបម៉េចព្រោះវាតាក់ទងនឹងការផ្ញើសារវត្តមានអីផ្សេងទៅកាន់អាណាព្យាបាលប្រសិនបើយើងអត់មានមុខងារហ្នឹងទេកូនសិស្សនឹងគាត់នឹងមកសាលាហើយខកដោយសារគ្រូគាត់ដាក់ច្បាប់ចឹងណាចឹងវាអត់ល្អទេហើយបើសិនជាឲ្យសាលាតាក់ទងទៅកូនសិស្សរបស់គាត់ទាំងអស់វាមានការងារច្រើនដែលយើងត្រូវតាក់ទងម្ដងមួយប៉ុន្តែ system របស់យើងនៅពេលដែលគ្រូដាក់ច្បាប់វានឹងផ្ញើសារទៅប្រាប់កូនសិស្សហើយប្រសិនបើការប្រែប្រួលយ៉ាងម៉េចឧទាហរណ៍ថ្នាក់នឹងលើកថ្នាក់ទៅថ្ងៃផ្សេងឬក៏មានគ្រូជំនួសឬក៏ cancel តែម្ដងវានឹងផ្ញើសារទៅប្រាប់អាណាព្យាបាលដូច្នេះអាណាព្យាបាលមិនចាំបាច់ភ្ញាក់ផ្អើលទេនៅពេលដែលកូនសិស្សមកដល់សាលាហើយបែរជាឲ្យគាត់ទៅវិញបាទអាហ្នឹងវាធ្វើឲ្យសិស្សខកចិត្តម្យ៉ាងទៀតប្រសិនបើគ្រូដាក់ច្បាប់ហើយវាអត់មានមុខងារហ្នឹង system ផ្ញើសារថាអូកូនគាត់អត់មកសាលាទេដល់ពេលដាច់ម៉ោងវាផ្ញើសារថាអូកូនអត់បានចូលរៀនទេអវត្តមាននៅថ្ងៃនេះប៉ុន្តែជាក់ស្ដែងគ្រូជាអ្នកដាក់ច្បាប់អញ្ចឹងវាអត់ល្អប៉ុន្តែ system របស់យើងគឺបានគិតលម្អិតអំពីមុខងារទាំងអស់ហ្នឹងដើម្បីធ្វើឲ្យ system របស់យើងដំណើរការដោយស្វ័យប្រវត្តិហើយសម្រួលការងារយើងហើយអត់មានឲ្យអតិថិជនអាចល្អូពីសាលារបស់យើងបានទេបាទរត់តាមនេះវាអត់ល្អសម្រាប់ marketing អូខេឥឡូវខ្ញុំចូលទៅដល់មុខងារ shop នេះគឺសំខាន់មែនទែនក្នុងការលក់សម្ភារៈសិក្សាក៏ដូចជាឯកសណ្ឋានឬក៏សភៅមេរៀននៅក្នុងសាលារបស់យើងអញ្ចឹងសបនេះគឺដាច់ដោយឡែកពីកណន័យរបស់សាលាគឺលុយចេញលុយចូលអីគឺអត់មានតាក់ទងគ្នាវាជាមុខងារមួយដែល stand alone ដាច់ប៉ុន្តែយើងបន្ថែមនៅក្នុងប្រព័ន្ធគ្រប់គ្រងរបស់យើងដើម្បីជួយសម្រួលទៅដល់ការងាររដ្ឋបាលទូទៅលោកគ្រូអ្នកគ្រូនិងលោកនាយកនាយិកាឃើញហើយថាតើ system របស់ code X របស់យើងលម្អិតយ៉ាងណាហើយនេះបើសិនជាខ្ញុំនិយាយលម្អិតផងមិនដឹងថាប្រហែលម៉ោងទេគ្រាន់តែខ្ញុំនិយាយត្រួសបាទអូខេឥឡូវចូលទៅដល់ transportation ហ្នឹងគឺអនុញ្ញាតឲ្យយើងកំណត់តកង់ឡានយើងកំណត់ផ្លូវបាទនៅក្នុង dashboard នេះគឺយើងអាចកំណត់ឡានកំណត់ផ្លូវហើយដាក់កូនសិស្សចូលដូចនៅទីនេះខ្ញុំមាន vehicle របស់ខ្ញុំមានតែមួយទេហើយផ្លូវមាន3ឡានតែមួយនឹងអាចរត់3ផ្លូវបានបាទហើយបន្ទាប់មកកូនសិស្សដែលគាត់បានអាសាញបាទមានន័យថាទទួលសេវាកម្មចំនួនប្រហែលចំនួន11នាក់ខ្ញុំចុចនៅក្នុង assignment ហ្នឹងវានឹងបង្ហាញកូនសិស្សដែលទទួលសេវាកម្មតែម្ដងឃើញទេលោកគ្រូអ្នកគ្រូស្រួលមែនតើហើយកូនសិស្សនេះគាត់ធ្លាប់ទទួលសេវាកម្មប៉ុន្តែគាត់បានផ្អាកសិនដោយសារឥឡូវម៉ែគាត់ថាគាត់ជាអ្នកបាទគាត់ជាអ្នកជូនមកលោកគ្រូអ្នកគ្រូឃើញថានៅទីនេះមាន12នាក់ប៉ុន្តែដោយសារអីគេដោយសារម្នាក់ហ្នឹងគាត់បានផ្អាកអញ្ចឹងវាបង្ហាញតែ11នាក់ទេដែលកំពុងតែ active បាទ student with transport នឹង active បាទអញ្ចឹងគឺងាយស្រួលមែនតើហើយចំពោះតម្លៃបាទនៅពេលដែលយើងកំណត់ផ្លូវនីមួយៗយើងអាចកំណត់តម្លៃថ្លៃឡានអញ្ចឹងនៅពេលដែលយើង assign កូនសិស្សទៅនៅក្នុងសេវាកម្មទទួលសេវាកម្មដឹកជញ្ជូនកូនសិស្សនីមួយៗមានតម្លៃដោយកូនសិស្សម្នាក់នេះគាត់បង់តែ 60000 កូនសិស្សម្នាក់នេះគាត់បង់ 80000 កូនសិស្សម្នាក់នេះគាត់បង់ 100,000 គឺ flexible មែនតើហើយតើការបង់ប្រាក់ថ្លៃឡានហ្នឹងដំណើរការយ៉ាងម៉េចវានឹងលោតចូលទៅក្នុងវិក័យប័ណ្ណបង់ប្រាក់ថ្លៃសាលាដោយស្វ័យប្រវត្តិអញ្ចឹងយើងមិនបាច់ឈឺក្បាលទេបាទយើងមិនបាច់ឈឺក្បាលទេវានឹងលោតប៉ុន្តែលោតតែចំពោះសិស្សដែលមាន transportation ទេបាទឥឡូវយើងចូលទៅដល់ hostel គឺសម្រាប់ boarding student បាទសម្រាប់សិស្សដែលស្នាក់នៅដូចជាសាលាខ្លះគាត់មាន day care បាទអញ្ចឹងវាដំណើរការយ៉ាងម៉េចទី1យើងបង្កើត boy dorm girl dorm បាទអាគារស្នាក់នៅអញ្ចឹងទៅហើយបន្ទាប់មកគឺយើងអាចកំណត់តម្លៃបាទយើងអាចកំណត់តម្លៃព្រឹកនេះអ៊ីនធឺណិតរៀង slow បន្តិចនេះគឺជាសិស្សដែលកំពុងតែស្នាក់នៅហើយយើងកំណត់ room type ហើយយើងអាចដាក់តម្លៃបាទសិស្សទាំងអស់គឺដែលយកសេវាកម្មបាទមានប្រមាណវាសរុបអីទាំងអស់នៅទីនេះតែម្ដងមានកូនសិស្សហើយយើងគាត់ទៅចុចទៅវាបង្ហាញរូបថតសិស្សតែម្ដងហើយគាត់បាទ status របស់គាត់ active អញ្ចឹងបាទអញ្ចឹងនៅទីនេះគឺមានភាពងាយស្រួលមែនតើហើយ
ចំពោះថ្លៃសេវាកម្មវានឹងលោតចូលទៅក្នុងវិក័យបាត់បង់ប្រាក់ប្រចាំខែរបស់សិស្សនឹងតែម្ដងជាមួយនឹងថ្លៃសាលាដែលបែងចែកជា3ឧទាហរណ៍សិស្សហ្នឹងគាត់រៀននៅថ្នាក់ទី1អញ្ចឹងថ្លៃសាលាថ្នាក់ទី1ប្រមាណវាលោតចូលនៅទីនោះហើយថ្លៃរថយន្តវាលោតចូលនៅទីនោះថាថ្លៃរថយន្តហើយថ្លៃស្នាក់នៅឬក៏ boarding fee ហ្នឹងគឺវានឹងលោតចូលនៅក្នុងវិក័យបាត់បង់ប្រាក់តែម្ដងដោយស្វ័យប្រវត្តិអញ្ចឹងធ្វើឲ្យការគ្រប់គ្រងសាលារបស់យើងមានភាពងាយស្រួល library គឺគ្រប់គ្រងការគ្រប់គ្រងទៅលើបណ្ណាល័យបាទអញ្ចឹងយើងអនុញ្ញាតឲ្យកូនសិស្សខ្ចីសិភៅហើយបើសិនមានការបាត់បង់អីវាមានឲ្យយើងទូទាត់ថ្លៃបាត់បង់អីគឺនៅនឹងទាំងអស់ខ្ញុំមិនលំអិតទេនៅទីនេះគឺយើងបានគិតលំអិតមែនតែនអំពីមុខងារនីមួយៗហើយធ្វើយ៉ាងម៉េចឲ្យវា flexible បត់បែនតាមតម្រូវការរបស់សាលាគ្រប់គ្រង asset គឺគ្រប់គ្រងទៅលើសម្ភារៈឬក៏អ្វីៗដែលយើងមាននៅក្នុងសាលាអញ្ចឹងយើងអាចគ្រប់គ្រងនៅទីនេះបានបាទឧទាហរណ៍ថាយើងមានបន្ទប់រៀនមួយមានតុប្រមាណមានកៅអីប្រមាណមានទូរទស្សន៍មាន tablet ឬក៏យើងមាន computer របស់របរដែលយើងប្រគល់ទៅឲ្យគ្រូបន្ទុកថ្នាក់ជាអ្នកចាត់ចែងជាអ្នកគ្រប់គ្រងប្រសិនបើមានការបាត់បង់នរណាគេទទួលខុសត្រូវហើយត្រូវកាត់ប្រាក់ខែគ្រូឬក៏ត្រូវបង្កើតវិក័យប័ត្រឲ្យកូនសិស្សនឹងជាអ្នកបង់គឺ system របស់យើងនៅក្នុង asset management នឹង handle បាទគឺលំអិតមែនតែនៅទីនេះអញ្ចឹងខ្ញុំនឹងមានវីដេអូដាច់ដោយឡែកទាក់ទងនឹង asset management sponsor គឺសំដៅទៅលើអ្នកឧបត្ថម្ភអញ្ចឹងសាលាខ្លះគាត់មាន sponsor ដែលជួយបង់ថ្លៃសាលាឲ្យកូនសិស្សក្រីក្រអញ្ចឹងទៅឬក៏គណៈគ្រប់គ្រងសាលាគឺយើងអាចបង្កើតនៅទីនេះនៅពេលដែលកូនសិស្សទទួលបាន scholarship គឺយើងយកលុយឬក៏ថវិកាពី sponsor ហ្នឹងមកដាក់ឲ្យកូនសិស្សតើគាត់ទទួលបាន scholarship ហ្នឹងមួយខែគាត់ទទួលបានប្រមាណបាទដូចនៅក្នុង system របស់ខ្ញុំហ្នឹងកូនសិស្សខ្លះគាត់ទទួលបានតម្លៃ 30000 រៀលគាត់ខ្លះគាត់ទទួលបាន 46000 អ្នកខ្លះបាន 56000 អញ្ចឹងទៅតាមជាក់ស្ដែងប្រសិនបើគាត់ទទួលបាន scholarship យើងកំណត់នៅទីនេះបាទ add new scholarship ហ្នឹងហើយនៅពេលដែលវិក័យបាត់បង់ប្រាក់ត្រូវបានបង្កើតឲ្យគាត់ដោយបើសិនជាគាត់មាន scholarship វានឹងកាត់តាមអ្វីដែលយើងបានកំណត់នៅទីនេះថាគាត់បាន scholarship ប្រមាណក្នុងមួយខែអញ្ចឹងណាបាទអញ្ចឹងធ្វើឲ្យមានភាពងាយស្រួល user ហ្នឹងគឺបង្ហាញអំពីអ្នកប្រើប្រាស់ system របស់យើងបាទហើយវាបង្ហាញ list ហើយយើងអាចកំណត់ password បាន communication អនុញ្ញាតឲ្យយើងផ្ញើសារទៅកាន់អាណាព្យាបាលឬក៏សិស្សានុសិស្សតាមថ្នាក់នីមួយៗបានដោយស្វ័យប្រវត្តិប្រសិនបើគាត់មានភ្ជាប់ជាមួយនឹង Telegram board របស់សាលា announcement គឺជាការធ្វើការផ្សព្វផ្សាយផ្សេងៗនៅក្នុងគេហទំព័ររបស់យើងដែលលោកគ្រូអ្នកគ្រូអាចមើលនៅក្នុង dashboard របស់គាត់ setting នេះគឺជាការកំណត់ផ្សេងៗដូចជាការកំណត់ទូទៅរបស់សាលាការកំណត់ទូទៅនឹងមានដូចជាការដាក់ logo ឈ្មោះសាលា contact ហើយ system information ដូចជាយើងអាចដាក់ការកំណត់ format time ហើយនឹង time zone បាទភាសា default បាទព្រោះយើងមានភាសាខ្មែរអង់គ្លេសនិងថៃអញ្ចឹងយើងចង់ដាក់ default មួយណាសុំទោសខ្មែរអង់គ្លេសចិនទេអត់មានថៃទេបាទបន្ទាប់មកយើងមានកន្លែង setting នេះគឺយើងអាចដាក់ជា prefix សម្រាប់ invoice របស់យើងលម្អិតមែនតើបាទលម្អិតណាស់ខ្ញុំមិនអាចរៀបរាប់អស់ទេនៅទីនេះបាទខ្ញុំសូមបន្តទៀតនៅក្នុង general setting នេះយើងមានការកំណត់ឆ្នាំសិក្សាការផ្ទេរសិស្សចូលទៅឆ្នាំសិក្សាថ្មីការកំណត់currency បាទរូបិយប័ណ្ណតែយើងប្រើជា real ឬក៏ dollar បាទការកំណត់ Telegram នៅក្នុង Telegram នេះបើសិនបើយើងចង់បើកឬក៏បិទមុខងារ Telegram ហើយយើងមានមុខងារជាច្រើនតាក់ទងនឹង Telegram ហើយ message template នេះគឺអនុញ្ញាតឲ្យយើងសរសេរឲ្យសាលាសរសេរ message កំណត់ message តាមតម្រូវការជាក់ស្ដែងរបស់សាលានីមួយៗដែលយើងមាន template ឲ្យគាត់ធ្វើហើយដល់ពេលដែលផ្ញើទៅអាណាព្យាបាលឬក៏កូនសិស្សវានឹងបង្ហាញតាមអ្វីដែលសាលាជាអ្នកកំណត់បាទ security បាទយើងអនុញ្ញាតឲ្យ system របស់យើងនឹងមានការគ្រប់គ្រងបាទមានការគ្រប់គ្រង security ហ្នឹង
ដោយចាក់សោ2ជាន់មានន័យថាគាត់លុកចូលដោយប្រើ email និង password ហើយអត់ទាន់ចូលភ្លាមទេគាត់ត្រូវតែយកលេខកូដ6ខ្ទង់ពី Telegram bot របស់គាត់ព្រោះ system នឹងផ្ញើ Telegram bot របស់គាត់ទៅ Telegram របស់គាត់ដើម្បីឲ្យគាត់យកមក confirm ជៀសវាង hacker គាត់ access ទៅ system បាទហើយការកំណត់ផ្សេងដូចជាការ backup ការកំណត់ថ្ងៃឈប់សម្រាកនៅក្នុងបនជាតិអីចឹងទៅដើម្បីកុំឲ្យ system របស់យើងនឹងផ្ញើសារទៅកូនសិស្សព្រោះបើសិនបើយើងមិនដាក់វានឹងផ្ញើសារទៅកូនសិស្សនៅថ្ងៃឈប់សម្រាកបែរជាផ្ញើសារថាអវត្តមានអីចឹងទៅវាអត់ត្រូវបាទ form field នេះគឺអនុញ្ញាតឲ្យសាលានីមួយៗអាចកំណត់ថាតើ field មួយណាជា require field មួយណាអត់មានជា require បាទខ្ញុំសូមបញ្ចប់ត្រឹមហ្នឹងសំទោសនៅមុខងារទៀតបាទការកំណត់ permission និង role ហើយតាក់ទងនឹងនេះ front end បាទតាក់ទងនឹង website គឺសាលានីមួយៗអាចសរសេរ content ដោយមិនបាច់ត្រូវការកូដអីទេបាទគឺទៅសេដូចយើងទៅសេធម្មតាហើយវានឹង update ទៅក្នុង front end តែម្ដងមានច្រើនមែនទែននៅទីនេះដែលខ្ញុំមិនអាចលំអិតទេខ្ញុំនឹងធ្វើវីដេអូលំអិតចែកដាច់ដោយឡែកបាទចំពោះ demo នេះវារៀងយូរមែនតើបាទអញ្ចឹងសូមអធិស្ឋានចំពោះលោកគ្រូអ្នកគ្រូដោយសារប្រព័ន្ធរបស់យើងមានមុខងារច្រើនពេកបាទមិនច្រើនពេកអត់ប្រយោជន៍ទេគឺសិតតែមានប្រយោជន៍ទាំងអស់ដើម្បីឲ្យដំណើរការសាលារបស់យើងនឹងមានប្រសិទ្ធភាពហើយដើម្បីធ្វើឲ្យទំនាក់ទំនងរបស់យើងនឹងមានទំនាក់ទំនងល្អជាមួយអាណាព្យាបាលដើម្បីធ្វើឲ្យយើងមានការរីកចម្រើនបាទសូមអរគុណច្រើនហើយប្រសិនបើលោកគ្រូអ្នកគ្រូមានចម្ងល់អ្វីអាចតាក់ទងមកក្រុមការងាររបស់យើងឬក៏ខាងផ្នែក Sales ហើយបើសិនជាលោកគ្រូអ្នកគ្រូចង់សនំពរនៅមុខងារអ្វីមួយអាចតាក់ទងមកខាងក្រុមការងាររបស់យើងបានសូមអរគុណនិងសូមជម្រាបលា